សួស្តីអ្នកទាំងអស់គ្នាបាទថ្ងៃនេះយើងមកសិក្សាពីលំហាត់រូបវិទ្យាត្រៀមប្រឡងបាក់ឌុបអញ្ចឹងលំហាត់នេះមិនប្រកាសថាចេញប្រឡងទេប៉ុន្តែវាអាចនឹងជាលំហាត់មួយដែលត្រៀមសម្រាប់ការប្រឡងនៅថ្ងៃខាងមុខលំហាត់នេះគឺសម្រាប់បាក់ឌុប2024ទេតែ2024ហ្នឹងអត់ចេញអត់ឃើញចេញអញ្ចឹងហើយយើងត្រៀមទៅបាក់ឌុប2025ទៀតទៅហើយលំហាត់នេះខ្ញុំបានសិក្សាខ្លះដែរអញ្ចឹងចង់ចែកជូនដល់បងប្អូនបាក់ឌុប2025អញ្ចឹងនៅតែប្រហែលខែទៀតទេគឺដល់ថ្ងៃប្រឡងបាក់ឌុបហើយអញ្ចឹងយើងមើលលំហាត់ទាំងអស់គ្នាគឺលំហាត់នេះគឺសិតតែបងប្អូនអាចយល់ដឹងច្រើនហើយខ្ញុំក៏មិនសូវជាបកកែបញ្យល់ដែរអញ្ចឹងយើងមើលទាំងអស់គ្នាទៅបាទនេះគឺជាលំហាត់តកតងទៅនឹងរបងខ្សែចម្លងបាទតកតងទៅនឹងផ្លុចវាតកតងទៅនឹងផ្លុចម៉ាញេទិកផ្លុចផ្លុចអតិបរមាអីដែរអញ្ចឹងយើងអានប្រធានមកគឺរបងខ្សែចម្លងបាទមានរេស្តង់ air អាហ្នឹងយើងដាក់ air on ក៏បានដែរហ្នឹងគឺស្មើនឹង5អូមមួយដែលមាន100ស្ពាអញ្ចឹងបានន័យថាខ្សែចម្លងវារុំជុំវិញរបងមួយហ្នឹងគេហៅថារបងខ្សែចម្លងហ្នឹងគឺបាន100ស្ពាអញ្ចឹងនឹងមានអង្កត់ផ្ចិត D បាទអង្កត់ផ្ចិត D គឺស្មើជាមួយនឹង6សង់ទីម៉ែត្របាទអញ្ចឹងគេសូករបាមេដែកមួយចូលទៅក្នុងរបងខ្សែចម្លងពេលនោះផ្លុចអតិបរមាបានឆ្លងកាត់ផ្ទៃនៃរបងខ្សែចម្លងបាទបន្ទាប់ពីគេសូករបានឹងហើយគេទុកវាឲ្យនៅស្ងៀមអញ្ចឹងនៅខណៈដែលគេសូករបាមេដែកចូលនោះគេឃើញមានបន្ទុកគិសនីគុយគឺស្មើនឹង10សេគុណដក4គូឡុំបាទផ្លាស់ទីឆ្លងកាត់កាវ៉ាណូម៉ែត្រអញ្ចឹងកាវ៉ាណូម៉ែត្រហ្នឹងគឺ air ហ្នឹងមានរេស្តង់ air 2ឬក៏ air ព្រីមហ្នឹងគឺស្មើជាមួយនឹង595អូមបាទដែលភ្ជាប់នឹងចុងសងខាងនៃរបងខ្សែចម្លងអញ្ចឹងគេធានាដែនម៉ាញេទិករវាងប៉ូលទាំងពីរនៃរបាំងមេដែកបាទអញ្ចឹងយើងមើលចម្លើយទាំងអស់គ្នាបាទគេធានាដែនម៉ាញេទិករវាងប៉ូលទាំងពីរនៃរបាំងមេដែកបាទអញ្ចឹងយើងតាមរូបមន្តមកគឺកម្លាំងគិសនីចលករអង្គទ្វីយើងហ្នឹងគឺស្មើជាមួយនឹង n data ផ្លុចតម្លៃដែលខាត់នៃ data ផ្លុចចែកឲ្យ data តេអញ្ចឹងយើងមើលតទៀតអញ្ចឹងយើងតែ data ផ្លុចគឺស្មើជាមួយនឹងផ្លុចស្រេចដល់ផ្លុចដើមអញ្ចឹងផ្លុចស្រេចយើងតាំងដោយផ្លុចដដែលទៅហើយផ្លុចដើមយើងតាំងដោយផ្លុច0អញ្ចឹងខណៈដែលគេទុកវាឲ្យនៅស្ងៀមហ្នឹងគឺផ្លុចស្រេចវាស្មើ0អញ្ចឹងយើងដាក់មកគឺផ្លុចស្រេចស្មើ0អញ្ចឹងយើងមើលទៀតបន្ទាប់មកទៀតគឺ data ផ្លុចយើងហ្នឹងគឺស្មើជាមួយនឹង0ដល់ឲ្យផ្លុច0អញ្ចឹងតម្លៃនៃខែនៃផ្លុច0ហ្នឹងគឺវាស្មើជាមួយនឹងផ្លុច0ដដែលបាទអញ្ចឹងផ្លុចយើងគឺមានរូបមន្តថា BA កូ data អញ្ចឹងយើងដាក់មកគឺដកចេញពីតម្លៃនៃខែវាចេញបូកវិញអូខេអញ្ចឹងយើងមើលបន្តទៀតបាទតែផ្លុចអតិបរមាហ្នឹងគេបានកូ data ហ្នឹងគឺស្មើ1ហ្នឹងហើយផ្លុចហ្នឹងកូ data ស្មើ1កាលណាវាអតិបរមាគឺវាស្មើ1ហើយផ្លុចនេះយើងសរសេរផយើងរកមកបាទបន្តមកទៀតយើងបានគឺតម្លៃដែលខាត់នៃ data ផ្លុចហ្នឹងគឺស្មើជាមួយនឹង 3a ព្រោះអីក៏ data វាស្មើ1ហ្នឹងហើយបន្តទៀតគេបានហ្នឹងតម្លៃខាត់នៃហ្នឹងគឺស្មើជាមួយនឹង n ba ឬ theta t
តទៀតតែយើងមើលទៅចរន្តអគ្គិសនីគឺស្មើជាមួយនឹងតង់ខ្យងចែកជាមួយនឹងរេស៊ីតង់អញ្ចឹងនេះគឺដើរតួជាតង់ខ្យងហើយនេះគឺស្មើ V បាទហើយ E មួយទៀតក៏មានរូបមន្តថាស្មើគុយលើ delta t ដែរយើងចំណាំការទី11នោះគុយស្មើជាមួយនឹង E គុណ t នោះគឺវាបានមកពីរូបមន្តនឹងឯងអញ្ចឹងបន្តទៀតអញ្ចឹងយើងយក E ហ្នឹងនេះ E ហ្នឹងគឺស្មើជាមួយនឹងគុយលើ delta t នេះយើងយកតម្លៃគុយលើ delta t យើងយកជំនួសកន្លែង E នេះមកគឺបានគុយលើ delta t ស្មើជាមួយនឹង E លា អញ្ចឹងយើងអាចទាញបានថា គឺស្មើជាមួយនឹងគុយគុណឲ្យ air ចែកឲ្យ delta t ហ្នឹងហើយចែកឲ្យ delta t អញ្ចឹងយើងមើលការបោះរូបមន្តនេះគឺគុណខ្វែងមកយើងទាញរកគ្នាមកបាទអញ្ចឹងតម្លៃនៃ ហ្នឹងគឺស្មើប៉ុណ្ណឹងអញ្ចឹងយើងបន្តទៀតបន្តមកទៀតគេបានអញ្ចឹងយើងស្គាល់តម្លៃ ហើយគឺ ស្មើនឹងគុយ air លើ delta t អញ្ចឹងយើងយកជំនួសនៅកន្លែងគេបាន នេះគឺស្មើ n ba លើ delta t នេះអញ្ចឹងយើងជួសតម្លៃ ស្មើប៉ុណ្ណឹងមកអញ្ចឹងគេបានប៉ុណ្នេះអូខេអញ្ចឹងបានប៉ុណ្ណឹងហើយយើងលុបdelta t នេះចោលទៅព្រោះអីវានៅភាគបែងដូចគ្នានោះហើយប្រភេទវានៅស្មើគ្នាអញ្ចឹងទៀតយើងអាចសម្រួលគ្នាបានអញ្ចឹងវានៅសល់តែគុយ air ស្មើ n ba ហ្នឹងហើយអញ្ចឹងយើងទាញរក b នេះមកគឺស្មើជាមួយនឹងគុយ air ចែកឲ្យ na បាទអញ្ចឹងយើងអាចយកទៅកណនាទៅអញ្ចឹងយើងមើលបន្តទៀតហ្នឹងហើយអញ្ចឹងយើងដល់វគ្គចំនួនលេខម្ដងអញ្ចឹងគុយគេប្រាប់មកថាគុយស្មើនឹង10 សេគុណ 14 គូឡុំ air នេះគឺយើងយក air សរុបបាទគឺស្មើ air អងបូកជាមួយនឹង air ដឺដែលប្រធានមិញគឺអត់បានទៅសេថា air អង air ដឺទេអញ្ចឹងយើងអាចដាក់ខ្លួនឯងមកយើងអាចដាក់មកថា5បូកជាមួយនឹង595 595នេះគឺបោះair ដឺនេះអញ្ចឹងគឺបាន600អូមហើយចំពោះចំនួនស្ពាគេប្រាប់មកថា100ស្ពាបាទអញ្ចឹងបន្តមកទៀតយើងអត់ស្គាល់ផ្ទៃមុខកាត់វាទេអញ្ចឹងផ្ទៃមុខកាត់វានេះគឺស្មើជាមួយនឹងផៃ d ការ៉េឬ4បាទអានេះយើងអាចថាទៅសេបាទតែតូចក៏បានធំក៏បានដែរយើងអាហ្នឹងយើងចំណាំទៅអង្កត់ចិត្តខ្សែយើងប្រើ d តូចទៅហ្នឹងហើយបើអង្កត់ចិត្តបូប៊ីនឬក៏អីផ្សេងហ្នឹងយើង d ធំទៅកន្លែងនេះបើក្នុងករណីយើងរបងខ្សែចម្លងបាទហ្នឹងហើយអញ្ចឹងយើងប្រើ d ធំទៅបន្តមកទៀតយើងជួសចូលទៅគឺ6គុណ10គុណ12ដូចជាការ៉េបាទថ្ងៃហ្នឹងកូនម៉ែមកពណ៌បាទ6គុណ10គុណ12ដូចជាការ៉េបាទអញ្ចឹងយើងចែកឲ្យ4មកគឺស្មើជាមួយនឹង9គុណ10គុណ14ម៉ែត្រការ៉េបាទអញ្ចឹងយើងមើលបន្តទៀតបាទអញ្ចឹងគេបាន b គឺស្មើតម្លៃលេខគឺយើងជួសចូលទៅគុយបាទ10សេគុណ14គុណជាមួយនឹង air គឺ600បាទចែកឲ្យបាទ n គឺ100ស្ពាគុណឲ្យ a គឺ9ផែគុណ10សេគុណ14ម៉ែត្រការ៉េបាទអញ្ចឹង b យើងគឺស្មើជាមួយនឹង 0.2 តេស្លាអញ្ចឹងយើងដាក់ដូចនេះមកបាទពេលនេះដែនម៉ាញេទិករវាងប៉ូលទាំងពីរនៃរបាំងមេដែកគឺ b ហ្នឹងគឺស្មើជាមួយនឹង 0.2 តេស្លាបាទចម្លើយគឺប៉ុណ្ណឹងអញ្ចឹងយើងអាចយកទៅរៀនធ្វើទៅដើម្បីត្រៀមប្រឡងបើវាចេញក៏យើងបានរៀនរួចហើយបាទ
អញ្ចឹងបើវាចាញ់វាជាសំណាងរបស់យើងដែរដែលបានយើងបានសិក្សាបាទអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងហើយចំពោះការបកស្រាយឬក៏ការធ្វើមានកំហុសខុសឆ្គងអីសូមខន្តីអភ័យទោសបាទចំពោះរូបខ្ញុំផងបាទព្រោះអីយើងបាទព្រោះអីខ្ញុំទៅតែធ្វើវីដេអូទេបាទអញ្ចឹងបើមានចំណុចខុសទោសខុសឆ្គងត្រង់ណាដែលខ្ញុំថាទៅខុសឬក៏មិនត្រឹមត្រូវអីមួយហ្នឹងសូមអធិស្ឋានផងហើយនឹងជួយផ្ដល់ជាមតិរិះគន់ដើម្បីស្ថាបនាដល់រូបខ្ញុំបាទផងបាទសូមអរគុណ